អក្សរលើអេក្រង់ឃ្លាំងអីវ៉ាន់ចាស់របស់គ្រួសារត្រកូលចិនឈួតរបស់ស្អីហ្នឹងអក្សរលើអេក្រង់អ្នកនេសាទកំសត់នេះជាសមុទ្រមាសដែលលោកតាធ្លាប់និយាយមែនទេអក្សរលើអេក្រង់សំណាញ់មួយជាប់ត្រីរាប់ពាន់គីឡូអក្សរលើអេក្រង់តែទឹកហូរនិងថ្មប៉ព្រះទឹកមានគ្រោះថ្នាក់អក្សរលើអេក្រង់គ្រោះថ្នាក់ស្លាប់9រស់1អក្សរលើអេក្រង់បើមិនចាំបាច់បំផុតអក្សរលើអេក្រង់ដាច់ខាតកុំទៅសមុទ្រមាសគ្រោះថ្នាក់ខ្លាំងណាស់ខ្ញុំធ្វើការជាមួយអ៊ំប៉ុន្មានឆ្នាំមកនេះក្រោកមុនមន់រកស៊ីដល់យប់ជ្រៅ13:00 10:33 500 00:37 តែគាត់មិនដែលនិយាយរឿងបែងចែកផលចំណេញឲ្យខ្ញុំសោះតែមិនអីទេគាត់ជាអ៊ំបង្កើតរបស់ខ្ញុំចាំស្អែកក្នុងពិធីជប់លៀងខ្ញុំនឹងសាកសួរគាត់ពីរឿងភាគលាភបើគាត់នៅយល់ដល់មនោសញ្ចេតនាខ្ញុំនឹងចែករំលែករឿងសមុទ្រមាសនេះដល់គាត់អក្សរលើអេក្រង់ផ្សែងហុយក្នុងភូមិថ្ងៃលិចខ្ញុំសូមលើកកែវជូនពរអ៊ំមួយឆ្នាំនេះអរគុណអ៊ំហើយដែលមើលថែខ្ញុំរឿងមួយឆ្នាំកន្លងមកនេះទូកយើងចំណេញបានច្រើនមែនទេអក្សរលើអេក្រង់ឈិនទៅគឿនអ៊ំរបស់អាឈិនតើអ៊ំគិតយ៉ាងណាចំពោះរឿងបែងចែកភាគលាភស្អីគឺអ្វីដែលអ៊ំធ្លាប់និយាយថា50-50នឹងណាខ្ញុំចេញបច្ចេកទេសអ៊ំចេញលុយចំណេញបានយើងចែកគ្នាពាក់កណ្ដាលឯងឈួតមែនទេលុយទិញទូកក៏ជារបស់អ៊ំមួយក៏អ៊ំជាអ្នករកឯងគ្រាន់តែជាអ្នកធ្វើការឲ្យអ៊ំប៉ុណ្ណោះបើគ្មានអ៊ំទេឯងគ្មានសិទ្ធិសូម្បីតែចេញទៅសមុទ្រផងតែអ៊ំធ្លាប់សន្យាជាមួយខ្ញុំថាចែកគ្នា50-50ខ្ញុំបានដាក់ទុនទាំងអស់ដែលខ្ញុំមានសូម្បីតែលុយសម្រាប់ចិញ្ចឹមឪពុកម្ដាយខ្ញុំពេលចាស់ទៅក៏ដាក់ចូលអស់ដែរលុយដែលឯងដាក់បន្តិចបន្តួចនឹងទិញអីបានខ្លះទូកអ៊ំជាអ្នកទិញកំពុងផែអ៊ំជាអ្នកជួលភ្ញៀវក៏អ៊ំជាអ្នករកឯងបានធ្វើអីខ្លះក្រៅពីប្រើកម្លាំងបាយបន្តិចបន្តួចនឹងកម្លាំងបាយឯងនឹងវាមានតម្លៃប៉ុន្មានទៅនេះ20,000 យន់ជាថ្លៃនឿយហត់របស់ឯងយកទៅច្រើនជាងនេះគ្មានទេពូធំកាលពីមុនពូមិនបាននិយាយបែបនេះទេខ្ញុំប្រាប់ឯងទៅចុះទូកជារបស់ខ្ញុំកំពុងផែក៏ជារបស់ខ្ញុំភ្ញៀវទាំងអស់នោះក៏ស្គាល់តែ Chen Dejen ដែរចាប់ពីថ្ងៃនេះទៅឯងត្រូវបានគេបណ្តេញចេញហើយខ្ញុំចង់ដឹងណាស់ថាបើគ្មានខ្ញុំតើឯងរស់នៅលើសមុទ្រនេះបានដោយរបៀបណាChen Yuangang ឯងពិតជាចង់ប្រឆាំងនឹងខ្ញុំមែនទេលុយ20,000នេះពូទុកទិញមជូរខ្លួនឯងទៅគ្រប់គ្នាស្ដាប់ឲ្យច្បាស់ចាប់ពីថ្ងៃនេះទៅអ្នកណាហ៊ាននាំ Chen Yuanheng ចេញទៅសមុទ្រអ្នកណាហ៊ានទទួលទិញត្រីពីវាសូម្បីតែមួយក្បាលគឺមានន័យថាជាសត្រូវជាមួយ Chen Dejen ម្នាក់នេះខ្ញុំនឹងធ្វើឲ្យវារស់នៅលើសមុទ្រនេះមិនកើតYuanheng មកវិញហើយតើបានលុយចំណែកខ្លះទេពូធំរបស់ឯងមិនបានធ្វើបាបឯងទេមែនទេពុកម៉ែខ្ញុំធ្វើការមួយឆ្នាំពូធំឲ្យលុយតែ20,000ប៉ុណ្ណោះថែមទាំងបណ្ដេញខ្ញុំចេញទៀតវាហ៊ានផងខ្ញុំនឹងទៅគិតគូរជាមួយវាពុកម៉ែវិកលបត្រមន្ទីរពេទ្យចំនួនទឹកប្រាក់ជំពាក់ 15,592.00 ជំងឺបេះដូងរបស់ពុកជំងឺលើសឈាមរបស់ម៉ែទាំងអស់នេះគឺដោយសារតែខ្ញុំព្រោះតែខ្ញុំទុកចិត្តមនុស្សខុសផែនទីបង្ហាញសមុទ្រមាស Golden Sea Chen Dejen ពូចង់បង្ខំឲ្យខ្ញុំស្លាប់មែនទេអញ្ចឹងខ្ញុំនឹងតស៊ូបង្កើតផ្លូវរស់ដោយខ្លួនឯងចេញទៅទីនេះមិនស្វាគមន៍ឯងទេពូ Dejen ប្រាប់ហើយអ្នកណាជួយឯងគឺចង់ស្លាប់ហើយបងហែងរឿងគ្រួសារបងខ្ញុំបានរើសហើយពូ Chen Dejen គាត់ពិតជាមិនមែនជាមនុស្សល្អមែនខ្ញុំស្គាល់កន្លែងមួយដែលអាចឲ្យពួកយើងមានឱកាសកែប្រែវាសនាបានប៉ុន្តែបងក៏ឃើញហើយទូករបស់ខ្ញុំមួយគ្រឿងនេះគ្រាន់តែបើកចេញទៅ3ម៉ាយសមុទ្រក៏ពិបាកដែរពួកយើងចេញទៅសមុទ្រមិនរួចទេអាជ្ញាប័ណ្ណនេសាទខ្ញុំបានធ្វើរួចរាល់ហើយត្រឹមត្រូវតាមច្បាប់ទាំងអស់ចាំពេលជួសជុលទូកហើយពួកយើងនឹងចេញទៅសមុទ្រពួកយើងសាកល្បងម្ដងទៅអ្វីនឹងមានសង្ឃឹមឡើងវិញទោះបីជាចាញ់ក៏ពួកយើងមិនខាត់បងដែរយោពោបើកទូកកញ្ចាស់នឹងចេញទៅសមុទ្រនឹងនេះចង់យកកំហូបទៅសែនឲ្យស្ដេចអ្នកមែនទេYuanheng
ចេញទៅទាំងព្រលឹមម្លេះទូកកញ្ចាស់មួយគ្រឿងនេះបើកចេញទៅបាន3ម៉ាយសមុទ្របីវាគង់តែរលីបែកខ្ទេចមិនខានខ្ញុំសូមណែនាំឯងឈប់ខំប្រឹងអត់ប្រយោជន៍ទៅបាយនៅលើសមុទ្រនេះមិនមែនអ្នកណាក៏អាចស៊ីបានស្រួលនោះទេប្រសិនបើឯងព្រមមកលុតជង្គង់សុំទោសខ្ញុំឥឡូវនេះខ្ញុំអាចនឹងផ្ដល់បាយឲ្យឯងស៊ីខ្លះបងហែង30កុំខ្វល់ពីគាត់អីទូកកញ្ចាស់មួយគ្រឿងនឹងបើកចេញទៅគឺមានតែទៅងាប់ឲ្យត្រីស៊ីប៉ុណ្ណោះពួកយើងទៅដេកវិញទៅសមុទ្រមាសខ្ញុំមកដល់ហើយបងហែងពួកយើងត្រឡប់ទៅវិញទៅអក្សរលើផែនទីសមុទ្រមិនត្រូវទេផ្លូវដែលលោកតាបានប្រាប់គួរតែនៅខាងកើតជាងនេះប៊ីនស៊ើកាន់ឲ្យជាប់បាត់ឆ្វេងអស់ទីដល់ម៉ោង3ល្បឿនលឿនបំផុតខាងមុខជាតំបន់ថ្មពណ៌ព្រះទឹកណាបើចូលទៅគឺមានតែស្លាប់ទេបងហាងបងឈួតហើយមែនទេស្ដាប់ខ្ញុំមិនខុសទេអក្សរលើអេក្រង់10ម៉ែត្រអក្សរលើអេក្រង់5ម៉ែត្រអក្សរលើអេក្រង់គឺពេលនេះហើយសំឡេងស្រែកដោយភាពភ័យខ្លាចនឹងការប៉ះទង្គិចបងហាងយើងរស់ហើយអក្សរក្នុងសៀវភៅសមុទ្រមាសដល់ហើយគឺនៅទីនេះឯងបងហាងទីនេះស្ងាត់ជ្រុងគ្មាននូវសំឡេងអ្វីសោះតើពិតជាមានត្រីមែនទេមានឬអត់តតែសាកល្បងទើបដឹងទម្លាក់សំណាញ់ហេគ្រាន់តែប៉ុណ្ណឹងបងហែងឬក៏ពួកយើងបដូរកន្លែងទៅសាកម្ដងទៀតមើលបងហែងនេះលើកទី3ហើយមិនក៏មិនបានអីសោះអញ្ចឹងសមុទ្រមាសលោកតាបោកកូនមែនទេបងហែងប្រេងចិត្តអស់ពីធុងហើយបើមិនគិតរកផ្លូវត្រឡប់ទៅវិញទេពួកយើងច្បាស់ជាស្លាប់នៅទីនេះមិនខានពួកយើងចុះចាញ់ទៅកន្លែងខ្មោចយីស៊ុយនេះគ្មានអីតតែសោះខ្ញុំយល់ហើយខ្ញុំយល់គ្រប់យ៉ាងហើយបងហែងបងយល់អីទៅកំណត់ត្រារបស់លោកតាមិនខុសទេគឺវិធីសាស្ត្ររបស់ពួកយើងទេដែលខុសពេង
ពួកយើងត្រូវតែប្រើរបស់នេះទោះបីជាចាប់បានក៏មិនគ្រប់គ្រាន់ដែរពេលនេះជាលើកចុងក្រោយហើយបើឈ្នះយ៉ាងខ្លាំងបំផុតគឺទៅចំណីត្រីទាំងអស់គ្នាដាក់នៅត្រង់នេះចុះ1 ម៉ោងក្រោយមកស្រង់ត្រង់បងហែងវាជាប់បាត់ហើយត្រង់ជាប់នឹងថ្មបាត់ហើយមកពីអីវ៉ាន់ធ្ងន់ពេកទេដឹងពួកយើងមានសំណាងធំហើយពួកយើងភ្នាល់ត្រូវហើយមានសំណាងណាស់ធំដល់ហើយប៉ុន្តែរបស់ល្អថ្នាក់កម្ពុជាបែបនេះតើពួកយើងលក់តាមរបៀបណាបើត្រឡប់ទៅភូមិវិញឆេនតេយិនប្រកាសជាមិនព្រមបញ្ឈប់ឡើយពួកយើងទៅទីក្រុងដងហេទុកចាស់របស់ពួកយើងនេះតើអាចទ្រាំទៅដល់ទេយកទ្រង់បង្កងដែលនៅសល់ទាំងអស់បោះចុះទឹកឲ្យអស់ទៅ20 ម៉ោងក្រោយមកថៅកែទទួលទិញបង្កងអូស្ត្រាលីទេទើបតែចាប់បានពីសមុទ្រខាងក្រៅមកថ្មី800ក្នុង1គីឡូទំហំ3គីឡូមើលគុណភាពរបស់វាចុះរស់រវើកណាស់លក់ឬមិនលក់ប្អូនប្រុសបង្កងអូស្ត្រាលីរបស់ឯងនេះតើខ្ញុំសុំមើលបន្តិចបានទេពេលវេលាដែលចាប់បានមិនលើសពី2ថ្ងៃទេខ្ញុំគឺជាចុងភៅធំនៃភោជនីយដ្ឋានហងយ៉ាងគុណភាពគឺកម្រិតកម្ពុជាតែម្ដងបែបនេះចុះ1200ក្នុង1គីឡូឯងមានប៉ុន្មានខ្ញុំយកទាំងអស់ខ្ញុំឲ្យ1300 1400 1450 1500ប្អូនប្រុសកុំខាត់ពេលអីខ្ញុំយកទាំងអស់បាទមេចុងភៅចាងអញ្ជើញមកមើលទំនិញលើទូកជាមួយខ្ញុំពិនស៊ឺលោកនេះគឺមេចុងភៅចាងមកពីភោជនីយដ្ឋានហុងយុនមកប្រមូលទិញទំនិញយើងនេះច្រើនម្ល៉េះសុទ្ធតែខ្នាតបែបនេះទាំងអស់មែនទេព្រះឲ្យប្អូនប្រុសពួកឯងទៅកំទេចសម្បុកស្ដេចណាគង់មែនទេខ្ញុំនឹងហៅមនុស្សមកលើកឥឡូវនេះអាឡូហៅមនុស្សមក2 3នាក់មកមួយនេះ2គីឡូ4ខាំមួយនេះ3គីឡូ1ខាំសរុបទាំងអស់213,000 យន់ប្អូនប្រុសឲ្យលេខកិននេះមកខ្ញុំផ្ទេរឲ្យឥឡូវនេះសំលេងភ្ញាក់ផ្អើលអូហូវ៉ាប្រាក់ចូលកិននេះ213,000 យន់អាឡូបងហាងមិនស្រួលទេមិនដឹងថាឈិនតឺហ្គេនដឹងរឿងបងឯងរកស៊ីមានបានមកពីណានោះទេឥឡូវគេកំពុងនាំមនុស្សមកស្ទាក់នៅកំពង់ផែភូមិយើងហើយគេថាលើកក្រោយបងឯងមកវិញនឹងទុកទាំងមនុស្សទាំងទុកនៅទីនោះតែម្ដងបងហាងចុះយើងគួរធ្វើម៉េចមិនអាចមិនត្រឡប់ទៅវិញទេមែនទេត្រឡប់ទៅវិញត្រឡប់ទៅស្រះទឹកតូចនោះឲ្យគេជន់ឈ្លីទៀតមែនទេពិនស៊ឺចាប់ពីថ្ងៃនេះទៅយើងមិនត្រឡប់ទៅវិញទេទីនេះទើបជាចំណុចចាប់ផ្ដើមថ្មីរបស់យើងមេចុងភៅចាងខ្ញុំចង់ពិភាក្សាពីរឿងសហការរយៈពេលវែងជាមួយលោកសហការរយៈពេលវែងចង់សហការបែបណាទៅថ្ងៃមុខរាល់ទំនិញលំដាប់កម្ពុជាដែលខ្ញុំរកបាននឹងផ្គត់ផ្គង់ឲ្យតែភោជនីយដ្ឋានហុងយុនតែមួយគត់ខ្ញុំសង្ឃឹមថាអាចក្លាយជាដៃគូសហការផ្ដាច់មុខរបស់លោកនៅក្នុងក្រុងតុងហៃនេះផ្ដាច់មុខមែនទេសៀវឈិនចិត្តឯងមិនតូចទេណាតើឲ្យខ្ញុំជឿជាក់លើឯងដោយរបៀបណាថាឯងអាចផ្គត់ផ្គង់ទំនិញគុណភាពបែបនេះឲ្យខ្ញុំបានរហូតនោះគឺផ្អែកលើការដែលខ្ញុំហ៊ានទៅនេសាទក្នុងសមុទ្រដែលអ្នកដទៃមិនហ៊ានទៅហើយរកបានទំនិញដែលអ្នកដទៃរកមិនបានអាចកែឯងរកស៊ីមានបានហើយតើហ៊ានមកដណ្ដើមមួយកណ្ដាលក្រុងតុងហៃផងដឹងទេថាទីនេះជាកន្លែងអ្នកណាបានសុំច្បាប់មេគេហើយនៅអាសាត់ចិត្តធំមែនហ៊ានមកឆក់មុខរបរដល់ទីនេះផងមេចុងភៅចាងរឿងរញ៉េញ៉ៃបានរត់មកដល់មាត់ទ្វារបាត់ទៅហើយបើគ្មានដៃគូសហការដែលមានអំណាចទេនោះខ្ញុំច្បាស់ជាពិបាករស់នៅទីនេះហើយបើចង់សហការជាមួយខ្ញុំលោកក៏ប្រហែលជាត្រូវជួយដោះស្រាយរឿងរញ៉េញ៉ៃទាំងនេះដែរអញកំពុងនិយាយជាមួយអញណាបងប៉ាវនេះជាមិត្តភក្តិរបស់ខ្ញុំទេថ្ងៃនេះសូមជួយយកយល់ឲ្យតម្លៃខ្ញុំបន្តិចទៅឲ្យតម្លៃមេចុងភៅចាងពិតណាស់គឺត្រូវតែឲ្យតែអូនអញសូមរំលឹកឯងបន្តិច
នៅកំបងផែតុងហៃនេះទោះឯងមានសមត្ថភាពលើទឹកខ្លាំងប៉ុណ្ណាក៏គ្មានប្រយោជន៍ដែរច្បាប់នៅលើគោកឯងគួរតែចេះយល់ដឹងឲ្យច្បាស់អាឈិនឯងពិតជាមានសេចក្តីក្លាហានណាស់មិត្តម្នាក់នេះខ្ញុំសម្រេចថាជួយអញហើយសម្រាប់ការសហការផ្ដាច់មុខខ្ញុំនឹងផ្ទេរប្រាក់កក់ឲ្យអញ200,000មុនទៅថ្ងៃមុខទំនិញដែលល្អបំផុតត្រូវតែមកដល់ដៃខ្ញុំមុនគេបងហាំងអសរលើទូរស័ព្ទប្រាក់សរុប413,000,000 យ៉នជាង4សែនមួយជីវិតនេះខ្ញុំមិនដែលឃើញលុយច្រើនបែបនេះទេយើងមានហើយបងយើងមានបានហើយនេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះពិនស៊ឺយើងម្នាក់យក1សែនម្នាក់ទៅលុយដែលសយកទៅកែលម្អទូករបស់យើងឡើងវិញមិនបានទេបងច្រើនពេកហើយខ្ញុំគ្រាន់តែដើរតាមជួយកម្លាំងបន្តិចបន្តួចប៉ុណ្ណោះឈិនទៅហ្គេងអញស្មានថាដេញអញចេញទៅអញនឹងរស់មិនកាត់មែនទេឥឡូវនេះអញនឹងឲ្យអញមើលថាតើដៃគូប្រកួតដែលអញបង្ខំឲ្យងើបឡើងមកនេះគួរឲ្យខ្លាចកម្រិតណាតួអង្គចុងក្រោយឈិនទៅហ្គេងនិយាយទូរស័ព្ទអាឡូបងប៉ារឿងដែលឲ្យបងជួយចាត់ការនោះតើទៅដល់ណាហើយតើបានឲ្យអាស័តនោះដឹងពីកម្លាំងរបស់យើងហើយឬនៅខ្ញុំមិនអាចយកច្រើនយ៉ាងនេះទេអញឲ្យខ្ញុំតែ30,000ខ្ញុំក៏ស្កប់ស្កល់ណាស់ហើយពួកយើងជាបងប្អូនក៏ជាដៃគូសហការដែរបើគ្មានទូករបស់អញទេខ្ញុំសំបីតែចេញទៅសមុទ្រក៏ធ្វើមិនបានផងលុយនេះគឺជាអ្វីដែលអញគួរទទួលបានថៅកែជួយកែច្នៃទូកនេះពីក្នុងដល់ក្រៅឲ្យខ្ញុំមួយសារមកម៉ាស៊ីនបដូរយកអាសេសខ្លាំងបំផុតហើយជួយពង្រឹងទូកឲ្យរឹងមាំបំពាក់ម៉ាស៊ីនយោងបាតសមុទ្រដែលល្អបំផុតផងបាននឹងចាប់ផ្ដើមការងារភ្លាមរឿងលុយមិនមែនជាបញ្ហាទេខ្ញុំចង់បានតែរបស់ដែលល្អបំផុតបានអេពួកឯងទៅបើកទូកបូឡាំងហាវនោះមកនេះមកឲ្យអស់គ្នាមកបងហាំងនេះនៅតែជាទូកចាស់របស់ពួកយើងមែនទេនេះវាដូចជាសត្វសាហាវដាច់ថែបអញ្ចឹងមានវាហើយសមុទ្រមាសនឹងក្លាយជាម៉ាស៊ីនដកលុយរបស់យើងបិនជឺរៀបចំខ្លួនទៅថ្ងៃស្អែកពួកយើងទៅផ្សងព្រេងម្ដងទៀតប៉ាត់បងលោកតាលើកនេះខ្ញុំនឹងធ្វើឲ្យកន្លែងនោះក្លាយជាពិភពរបស់ខ្ញុំបងហាំងចិត្តដាក់មិនអស់ទៅហើយជើងនេះត្រឡប់ទៅវិញច្បាស់ជាចំណេញកប់ក្ដៅមិនខានបិនជឺស្រង់ទ្រង់បង្កងនៅតំបន់ចុងក្រោយនេះហើយពួកយើងនឹងសម្រាកបងហាំងមិនស្រួលទេវាតាក់បាត់ហើយមិនមែនតាក់បាត់ទេពួកយើងស្ទូចបានរបស់មិនធម្មតាមួយហើយប៊ីនជឺភ្ជាប់ឧបករណ៍បំរុងទៅប្រើម៉ាស៊ីនរាប់ទាំងពីរទាញព្រមគ្នាខ្ញុំចង់ដឹងណាស់ថានៅបាតសមុទ្រមានរបស់អីឲ្យប្រាកដសំឡេងភ្ញាក់ផ្អើលក្នុងសៀវភៅកំណត់ហេតុរបស់លោកតាធ្លាប់រៀបរាប់តែមានតែក្នុងរឿងព្រេងនិទានប៉ុណ្ណោះស្ដេចបង្កងអូស្ត្រាលីប៊ីនជឺស្ទូចវាឡើងមកបងហាំងពួកយើងចាប់បានរបស់ទេពហើយរបស់នេះតម្លៃប៉ុន្មានទៅស្មើនឹងភ្នំមាសមួយមែនទេប៊ីនជឺកុំនៅភ្លីភ្លើអីបើកនាវាត្រឡប់ទៅវិញឲ្យលឿនបំផុតត្រូវយកវាទាំងរស់ទៅឲ្យលោកប្រធានចាងប៉ាត់បងបន្ថយល្បឿននេះជាបងប៉ាវគេនាំទូក3គ្រឿងមកឡោមព័ទ្ធពួកយើងហើយអាប្អូនត្រឡប់មកវិញទាំងជោគជ័យណាស់ទុកទំនិញនឹងឲ្យអញចំណែកឯងអាចទៅវិញចុះបងហាំងពួកវាមានគ្នាខ្នៃពេកពួកយើងទល់មិនឈ្នះទេមិនឈ្នះក៏ត្រូវតែស៊ូដែរ
របស់នៅលើទូកនេះមានតម្លៃជាងជីវិតពួកយើងទៅទៀតមិនចង់ផឹកស្រាល្អបែរជាចង់ផឹកស្រាផាកវិន័យដណ្ដើមយកទូកនោះមកឲ្យអញបង្កងខៀវរយៈនោះអញចង់បានវានៅរស់សំឡេងក្រុមអ្នកលេងស្រែកសម្រុកឡើងលើទូកកុំកម្រើកឲ្យសោះតួអង្គបង្ហាញកំបិតភ្ជុងបង្កងបងប៉ាវរបស់នេះតម្លៃប៉ុន្មានអ្នកឯងច្បាស់ជាដឹងជាងខ្ញុំទៅទៀតប្រសិនបើពួកឯងម្នាក់ណាហ៊ានតែចូលមកដណ្ដើមកំបិតដំបងរបស់ខ្ញុំនឹងសម្លាប់វាចោលភ្លាមខ្ញុំឈិនយានហាងប្រាប់ឲ្យហើយបើថ្ងៃនេះនាំទំនិញចេញមិនរួចអ្នកឯងក៏កុំសង្ឃឹមថាបានលុយសំបីតែ1សេនដែរថ្ងៃនេះពួកយើងនឹងស៊ូរហូតដល់ស្លាប់រៀងខ្លួនអាប្អូនបើឯងហ៊ានតែប៉ះវាអញនឹងមិនឲ្យឯងចេញពីសមុទ្រនេះរស់ឡើយអញ្ចឹងសាកមើលទៅចង់ដឹងថាកំបិតអ្នកឯងលឿនឬកំបិតខ្ញុំលឿនជាងឥឡូវនេះថយចេញទៅឲ្យអស់ភ្លាមបើមិនដូច្នោះទេខ្ញុំនឹងអញហ៊ានគំរាមអញផងមែនទេអាប៉ាអញចង់រករឿងដល់មេឃមែនទេទំនិញរបស់អញក៏ហ៊ានប៉ះពាល់ដែរយកច្រឡំទេបងសុទ្ធតែជាការយកច្រឡំទាំងអស់ខ្ញុំគ្រាន់តែលេងសើចជាមួយប្អូនប្រុសនេះបន្តិចតើអញទុកពេលឲ្យអញ3នាទីនាំមនុស្សរបស់ឯងបាត់ចេញពីមុខអញឲ្យអស់ភ្លាមពូកែណាស់អាប្អូនលោកប្រធានចាងថ្ងៃនេះអរគុណលោកខ្លាំងណាស់អរគុណអីទៅអញនៅចាំទទួលទំនិញល្អពីអញទៀតណាបងប៉ាឮថាពី3ថ្ងៃមុនបងត្រូវដាក់ផ្នែកឈ្មោះឈិនយានហាងនឹងធ្វើអាបាក់មុខមែនទេចង់ឲ្យវាបាក់មុខមែនទេអញចង់ឲ្យវាលីខ្លួនតែម្ដងកុំបារម្ភអីបងរឿងនេះទុកឲ្យខ្ញុំជាអ្នកចាត់ការខ្ញុំនឹងធ្វើឲ្យវាដឹងថាសមុទ្រនេះនរណាជាអ្នកគ្រប់គ្រងបងប៉ាវាគឺជាសត្រូវរបស់មេកៃខ្ញុំគ្រាន់តែមកស៊ើបការបន្តិចបន្តួចប៉ុណ្ណោះចង់ដឹងថាអាម្នាក់នឹងវាមានសំណាងអីបានជាហុងស៊ុយឡើងខ្លាំងម្ល៉េះសំណាងឆ្កែអីឥឡូវនេះវាគឺជាមនុស្សរបស់ភោជនីយដ្ឋានកហុងយុនកហើយក៏ជាប្អូនធម៌របស់មេចុងភៅធំចាងផងដែរកាលពី2ថ្ងៃមុនវាចាប់បានគឺស្ដេចបង្កងអូស្ត្រាលីគឺក្នុងរឿងព្រេងនិទានគ្រាន់តែមួយក្បាលលក់បានលុយជាង1លានបាត់ទៅហើយឈុតបង្ហាញពីមហាសេដ្ឋីឬអ្នកមានអំណាចម្នាក់កំពុងអង្គុយគិតបងកើមិនស្រួលទេបងអាឡេវឈិនយានហាងនឹងឥឡូវវាកំពុងតែឡើងកូដខ្លាំងណាស់នៅខាងក្រៅនិយាយផ្ដេសផ្ដាសគ្រាន់តែទុកចាស់កំតិចមួយគ្រឿងរបស់វានឹងតើវាអាចមានវាសនាមានបានមកពីណាជារឿងពិតមែនណាបងប៉ាវនៅក្រុងដងហៃជាអ្នកនិយាយប្រាប់ថាឥឡូវវាមិនត្រឹមតែជាប្អូនធំមេចុងភៅធំនៅភោជនីយដ្ឋានហុងយុនទេតែវារកលុយបានជា1លានទៅហើយមិនអាចទៅរួចទេដាច់ខាតគឺមិនអាចទៅរួចឡើយសំឡេងបោកកែវតែដោយកំហឹងក្រុងដងហៃភោជនីយដ្ឋានហុងយុនរៀបចំឡានយើងនឹងទៅក្រុងដងហៃភ្លាមឈុតមហាសេដ្ឋីហុចស្រោមសម្បត្តិដែលមានលុយ1សែនឲ្យទៅបងប៉ាវ1សែនខ្ញុំមិនស្គាល់លោកទេលោកមិនចាំបាច់ស្គាល់ខ្ញុំក៏បានដែរលោកគ្រាន់តែដឹងថាពួកយើងមានសត្រូវរួមគ្នាគឺគ្រប់គ្រាន់ហើយវាមានឈ្មោះថាឈិនយានហាងហេអាម្នាក់នឹងវាមានបង្អែកជាមេចុងភៅធំនៅហុងយុនខ្ញុំមិនអាចធ្វើអីវាបានទេតើនរណាថាចង់ឲ្យលោកទៅប៉ះពាល់វាដោយផ្ទាល់នោះស្នាមញឹមបែបមានល្បិចកអត្ថបទលើអេក្រង់ផលប៉ះពាល់ភាពយន្តគ្មានការណែនាំមិនល្អចូលចែកចាយពាក្យចាំអារាមនៅទីផ្សារទៅនិយាយថាផ្ទៃសមុទ្រនោះពីមុនហាក់ដូចជាតំបន់ឧស្សាហកម្មបន្ទាប់ពីការងារនេះសម្រាប់ខ្ញុំនឹងឲ្យអញ20,000ទៀត500,001 11 0000000012 500យល់ព្រមចង់ដឹងណាស់ថាលើកនេះឯងនឹងរើខ្លួនរួចដោយរបៀបណាលើកនេះយ៉ាងហោចណាស់ក៏យើងចំណេញបាន2លានដែរកប៉ាល់ Deep Blue ថ្មីនេះពិតជាមិនធម្មតាមែនល្បឿនក៏លឿនម៉ាស៊ីនស្កេនត្រីក៏ច្បាស់ត្រីហែទៅណាដឹងទាំងអស់ចាប់បានស្រួលណាស់មែនហើយលុយដែលចំណាយទៅពិតជាមានតម្លៃណាស់ល្មមហើយយើងត្រឡប់ទៅវិញចុះ
តើមានរឿងអ្វីកើតឡើងមានរឿងធំហើយពីថ្ងៃនេះនៅទីផ្សារមានពាក្យចាំអារ៉ាមថាប្រទេសសមុទ្រដែលអញទៅនេសាទនោះជាតំបន់ដែលមានជាតិពុលនរណាជាអ្នកនិយាយមិនដឹងប្រភពច្បាស់ទេប៉ុន្តែលើពេញទីផ្សារគេនិយាយរឿងនេះទាំងអស់ថៅកែជាច្រើនដែលធ្លាប់បញ្ជាទិញទំនិញពីខ្ញុំបានលុបចោលការកំងអស់ហើយស្ដាប់ការណែនាំបន្តិចទៅធ្វើជំនួញមិនត្រូវអត់សិលធម៌ទេបើរបស់មិនស្អាតបើញ៉ាំទៅមានបញ្ហាតើអញទទួលខុសត្រូវរួចទេមិនក៏ហ៊ានធ្វើបែបនេះពិតជាមិនចេះខ្មាស់គេមែនលោកថាទំនិញខ្ញុំមានជាតិពុលតើមានភស្តុតាងទេភស្តុតាងបទពិសោធន៍ដើរសមុទ្ររាប់សិបឆ្នាំរបស់ខ្ញុំគឺជាភស្តុតាងផ្ទៃសមុទ្រនោះពីមុនជាកន្លែងបែបណាអញដឹងច្បាស់ក្នុងចិត្តហើយបទពិសោធន៍មិនអាចយកមកធ្វើជាអាហារបានទេបើនិយាយមិនច្បាស់ទុកឲ្យអាជ្ញាធរជាអ្នកនិយាយចុះឥឡូវនេះខ្ញុំនឹងយកសំណាក់ពីលើកប៉ាល់ទៅមន្ទីរត្រួតពិនិត្យក្រុងដងហេភ្លាមអត្ថបទលើអេក្រង់ផលប៉ះពាល់ភាពយន្តគ្មានការណែនាំមិនល្អបញ្ជូនទៅការិយាល័យត្រួតពិនិត្យក្រុងដងហេធ្វើការត្រួតពិនិត្យឲ្យបានហ្មត់ចត់និងមានសិទ្ធិអំណាចបំផុតប៉ុន្តែគ្រាន់តែពិនិត្យធម្មតាគឺគ្មានន័យទេពួកយើងលេងឲ្យធំជាងនេះបន្តិចទៅថ្ងៃនេះនៅចំពោះមុខមនុស្សគ្រប់គ្នានៅកំពង់ផែនេះយើងធ្វើការសន្យាភ្នាល់គ្នាមួយប្រសិនបើលទ្ធផលត្រួតពិនិត្យបញ្ជាក់ថាទំនិញខ្ញុំមានបញ្ហាមែនកប៉ាល់មួយនេះខ្ញុំនឹងដុតវាចោលភ្លាមតែម្ដងហើយខ្ញុំឈិនយួនហែងនឹងចាក់ចេញពីក្រុងដងហេនេះរហូតទៅប៉ុន្តែប្រសិនបើទំនិញរបស់ខ្ញុំស្អាតស្អំអញ្ចឹងលោកពូលោកត្រូវនៅទីនេះនៅចំពោះមុខមនុស្សគ្រប់គ្នាសុំទោសខ្ញុំជាសាធារណៈនិងទទួលកំហុសតើលោកហ៊ានភ្នាល់ដែរឬទេអញកុំមកប្រើល្បិចនេះដាក់ខ្ញុំអីនរណានឹងដឹងថាអញលួចសូប៉ាន់អ្នកពិនិត្យរដ្ឋយុទ្ធធម៌មួយនេះទុកឲ្យខ្ញុំជាអ្នកចាត់ចែងចុះសំណាក់ដែលត្រូវយកទៅពិនិត្យរួមទាំងនៅកំពង់ផែនេះនិងថៅកែដែលគួរឲ្យទុកចិត្តមួយចំនួនទៀតនឹងរួមគ្នាដកសំណាក់និងបញ្ជូនទៅមន្ទីរពិសោធន៍ជាមួយគ្នាខ្ញុំប្រើកិត្តិយសរបស់ខ្ញុំយ៉ាងជាអ្នកធានាថាគ្មាននរណាម្នាក់អាចលួចបន្លំបានឡើយមុនពេលលទ្ធផលចេញមកទំនិញរបស់កប៉ាល់នេះនឹងត្រូវយកទៅរក្សាទុកនៅសន្តាគារហងយ៉ានរបស់ខ្ញុំសិនប្រសិនបើលទ្ធផលពិនិត្យថាស្អាតស្អំខ្ញុំនឹងទិញទំនិញទាំងអស់នេះតែម្ដងពេលថ្ងៃហើយរៀបចំអស់ហើយមែនទេរៀបចំរួចរាល់អស់ហើយថ្ងៃនេះចាំមើលអាម្នាក់នោះវាចប់សពគ្រប់តែម្ដងទៅឈិនយួនហែងអើយអញស្មានតែតោងជើងមេចុងភៅយ៉ាងបានហើយនឹងរួចខ្លួនមែនទេអញនៅខ្ចីណាស់លោកគឺជាសាក្សីម្នាក់ក្នុងការត្រួតពិនិត្យលើកនេះសូមលោកជាអ្នកប្រកាសលទ្ធផលចុះលទ្ធផលមកដល់ហើយវើយខ្ញុំហ៊ានភ្នាល់100ច្បាស់ជាមិនជាប់ស្តង់ដារទេអ្នកធំខ្ញុំធ្លាប់ប្រាប់អ្នកតាំងពីយូរហើយធ្វើជាមនុស្សកុំលោភខ្លួនពេកឥឡូវល្អហើយទទួលផលដែលខ្លួនសាំងទៅសេចក្តីសន្និដ្ឋាននៃការពិនិត្យគំរូដែលបានផ្ញើមកត្រូវបានវិនិច្ឆ័យថាជាផលិតផលមិនគ្រប់ស្តង់ដារទេមិនគ្រប់ស្តង់ដារអនុវត្តតាមការភ្នាល់លុបកិច្ចសន្យាចោលដុតទុកចោលអ្នកទាំងអស់គ្នាបានឬហើយនេះជាច្បាប់ដែលគេដាក់ខ្លួនឯងបងហាំងនេះមិនអាចទៅរួចទេទំនិញរបស់យើងច្បាស់ណាស់ថាមិនក៏អាចបែបនេះយៀនហាំងឲ្យព្រមចាញ់ទៅអ្នកធំចិត្តទូលីប្រហែលជាអាចផ្ដល់បាយឲ្យអញមួយពេលដែរចាំបន្តិចខ្ញុំមានមន្ទិលសង្ស័យចំពោះលទ្ធផលនៃរបាយការណ៍នេះឯងមានសិទ្ធិអីមកសង្ស័យអក្សរខ្មៅលើក្រដាសសរសេរច្បាស់ណាស់ឥឡូវនេះដុតទូកឲ្យលុតជង្គង់សុំទោសទៅគឺផ្អែកលើរបស់នេះខ្ញុំក៏មានរបាយការណ៍មួយច្បាប់ដែរខ្ញុំឈិនយៀនហាងដឹងថាចិត្តមនុស្សពិបាកស្មានទើបខ្ញុំរៀបចំគំរូដូចគ្នាជាពីរចំណែកមួយចំណែកទៀតខ្ញុំបានផ្ញើទៅមជ្ឈមណ្ឌលពិនិត្យកម្រិតខេត្តជាបន្ទាន់កម្រិតមជ្ឈមណ្ឌលខេត្តខ្ពស់ជាងឧបករណ៍ទំនើបជាងនិងមានសុពលភាពជាងសូមលោកមើលរបាយការណ៍ពីអង្គភាពថ្នាក់លើរបស់លោកហើយអានឲ្យគ្រប់គ្នាស្ដាប់ទៅរបាយការណ៍ពិនិត្យពីមជ្ឈមណ្ឌលកម្រិតខេត្តសេចក្តីសន្និដ្ឋានរាល់សន្ទុះនៃគំរូគឺខ្ពស់ជាងស្តង់ដារជាតិឆ្ងាយណាស់ការវិតម្លៃជារួមជាផលិតផលលេខ1កម្រិតខ្ពស់និងមានតម្លៃអាហារូបត្ថម្ភខ្លាំងណាស់មិនអាចទេវាមិនអាចទៅរួចដាច់ខាតទំនិញតែមួយជា batch តែមួយតែលទ្ធផលចេញមកខុសគ្នាដាច់
លោកមិនគិតថាផ្ទៃក្នុងរបស់លោកមានបញ្ហាទេអីអ្នកធំឥឡូវនេះតើដល់ពេលដែលពូត្រូវគោរពតាមការសន្យាហើយឬនៅឆេនតេយិនបើហ៊ានភ្នាល់ត្រូវហ៊ានចាញ់ខ្ញុំឆេនតេយិនបានបង្កើតពាក្យចាមអារ៉ាមបង្កាច់បង្ខូចខ្ញុំសូមទោសឆេនយួនហាងថៅកែ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 ឆេននេះមកពីភោជនីយដ្ឋានយាយហេទំនិញជើងក្រោយសូមចែកឲ្យពួកយើងខ្លះផងតម្លៃអាចចរចាគ្នាបានខាងសៃហេយកឲ្យតម្លៃខ្ពស់ថៅកែឆេនមើលមកខ្ញុំផងឡាវ៉ាជួយផ្សព្វផ្សាយដំណឹងនេះឲ្យខ្ញុំផងអ្នកណាហ៊ានទទួលទំនិញពីឆេនយួនហាងគឺស្មើនឹងមានរឿងជាមួយឯងនឹងផ្សារបោះដុំដងហេទាំងមូលជួយបញ្ចេញដំណឹងខ្លះទៀតទៅថាឆេនយួនហាងអាងមានក្នុងបង្អែកចង់មកផ្ដាច់ផ្លូវរកស៊ីរបស់ពួកយើងបងហាងទំនិញថ្មីថ្ងៃនេះត្រូវប្រគល់ឲ្យអ្នកណាមុនគេចាំខ្ញុំខលទៅថៅកែភោជនីយដ្ឋានយាយហេសិនមានរឿងអីមែនទេចម្លែកណាស់ហេតុអីមិនលើកទូរស័ព្ទអញ្ចឹងពូលេមិនមែនយើងព្រមព្រៀងគ្នាទទួលទំនិញថ្ងៃនេះទេអីអាហេងឯងប្រញាប់ទៅឲ្យលឿនទៅឆេនតេយិនបានសហការជាមួយ Big Head Wong ហើយទីផ្សារបោះដុំទាំងមូលត្រូវបានបិទគប់ហើយតើអ្នកណានឹងទទួលទិញទំនិញរបស់អ្នកវាស្មើនឹងការកាប់ផ្ដាច់ការផ្គត់ផ្គង់គ្រឿងសមុទ្រទាំងអស់ពួកយើងមិនហ៊ានធ្វើឲ្យគេខឹងឡើយអូនេះមិនមែនជាថៅកែធំឆេនទេអីនិយាយថាអ្នកចង់គ្រប់គ្រងទីផ្សារតែម្នាក់ឯងហើយចង់ឲ្យពួកយើងដាច់បាយមែនទេពួកយើងមិនហ៊ានតាំងជាមួយអ្នកឡើយបងហែងតើពួកយើងគួរធ្វើបែបណាទៅបើទំនិញពេញនាវានេះលក់មិនចេញពួកយើងនឹងវិនាសមិនខានលោកប្រធានយ៉ែងជួយខ្ញុំមួយរឿងផងខ្ញុំចង់រៀបចំកម្មវិធីភ្លក់អាហារមួយមិនបាច់អញ្ជើញអ្នកផ្សេងទេអញ្ជើញតែមនុស្ស5នាក់ដែលមានឥទ្ធិពលបំផុតនៅទីក្រុងដងហេបានហើយខ្ញុំចង់ដឹងណាស់ថាក្មេងម្នាក់នេះមានសមត្ថភាពកម្រិតណាតែហ៊ានអញ្ជើញពួកយើងមកភ្លក់អាហារបែបនេះបើរបស់នោះមិនល្អទេកិត្តិយសរបស់លោកមេចុងភៅយ៉ែងមុខជាត្រូវបាត់បង់មិនខានជំរាបសួរថៅកែទាំងអស់គ្នាសូមអភ័យទោសដែលឲ្យចាំយូរថ្ងៃនេះគ្មានរឿងអ្វីក្រៅពីចង់ឲ្យអ្នកទាំងអស់គ្នាភ្លក់របស់ឆ្ងាញ់នោះទេនេះគឺជាប្អូនប្រុសរបស់ខ្ញុំឆេនយួនហាងបង្កងអូស្ត្រាលីនេះសាច់វាដូចនៅមានជីវិតអញ្ចឹងលោកថៅកែទាំងឡាយបច្ចេកទេសនេសាទនិងការថែរក្សារបស់ប្អូនប្រុសអាហាងអាចធ្វើឲ្យគ្រឿងសមុទ្រនៅតែរក្សាភាពស្រស់បំផុតដូចនៅកណ្ដាលសមុទ្រអញ្ចឹងលោកថៅកែទាំងអស់គ្នាខ្ញុំអញ្ជើញអ្នកទាំងអស់គ្នាមកថ្ងៃនេះមិនមែនមកអង្វរឲ្យអ្នកទាំងអស់គ្នាទិញទំនិញរបស់ខ្ញុំនោះទេតែខ្ញុំចង់បង្កើតនៅទម្រង់កិច្ចសហប្រតិបត្តិការថ្មីស្រឡាងមួយខ្ញុំចង់បង្កើតក្លឹប Shenlan Web ជាមួយអ្នកទាំងអស់គ្នានឹងមានសិទ្ធិអាទិភាពក្នុងការទិញគ្រឿងសមុទ្រលំដាប់លេខ1ដែលខ្ញុំនេសាទបានដោយមិនបាច់ឆ្លងកាត់ឈ្មួញកណ្ដាលហើយបញ្ជូនត្រង់ទៅកាន់ផ្ទះបាយរបស់អ្នកតែម្ដងប៉ុន្តែក្លឹបនេះក្នុងដំណាក់កាលដំបូងខ្ញុំទទួលសមាជិកតែ2នាក់ប៉ុណ្ណោះគាត់អាំងលើស្អីទៅថែមទាំងមានពួកថៅកែដណ្ដើមគ្នាចុះកិច្ចសន្យាជាមួយគាត់ទៀតមកនេះទីផ្សារបោះដុំពួកយើងធ្វើអ្វីគាត់មិនកើតទេអញ្ចឹងត្រូវចាត់ការទូករបស់វាមិនមែនអាំងលើទូកនឹងកន្លែងនេសាទសម្ងាត់នោះទេអីខ្ញុំនឹងធ្វើឲ្យទូករបស់វាចេញទៅនេសាទមិនរួចតែម្ដងតើឯងចង់មានន័យថាម៉េចរកមនុស្សដែលធ្វើការស្អាតបាត2នាក់យប់នេះទៅវាមើលថែទូកសំណប់របស់វាបន្តិចទៅធ្វើឲ្យវាស្ងាត់បន្តិចកំទេចប្រព័ន្ធសូណានៅបាតទូករបស់វាឲ្យខ្ទេចហើយកាត់ខ្សែម៉ាស៊ីនបូមអុកស៊ីសែនក្នុងអាងត្រីវាចោលទៀត
យកហើយប្រាប់បងយិនទៅទាំងប្រព័ន្ធសូណានិងបូមអុកស៊ីសែនកុំតិចចោលឲ្យអស់គ្មានបញ្ហាចាត់ការបានមួយហើយអញទៅកុំតិចប្រព័ន្ធសូណាទៅប្រព័ន្ធសូណាខ្ទេចហើយទៅបងយិននៅចាំយើងទុកនេះមិនក៏ដូចជាផ្អៀងអញ្ចឹងមិនស្រួលទេមិនត្រឹមត្រូវទេតើវាជារឿងអីទៅនឹងមានគេលួចធ្វើស៊ីទុកយើងហើយបងហែងលុយកាក់ពួកយើងចិត្តអស់ហើយហេតុអ្វីបានជាចំណាយលុយច្រើនដើម្បីដំឡើងរបស់ទាំងនេះតើគាត់មិនចូលចិត្តបង្កការបំផ្លិចបំផ្លាញទេអីផ្ដល់វេទិកាមួយឲ្យគាត់សម្ដែងឲ្យបានល្អមើលទៅបងហែងនេះបងចង់ផលិតជាឡានពាសដាច់មែនទេដើម្បីទប់ទល់នឹងមនុស្សប្រភេទនេះបងត្រូវតែខ្លាំងជាងគេនេះវាមិនអាចទៅរួចទេគេមិនទាន់ខ្សែធន់ទេថែមទាំងកែច្នៃទុកឲ្យទៅជាអណ្ដើកដែកទៀតបងធំតើពួកយើងគួរធ្វើបែបណាបន្តនាំខ្ញុំទៅមើលកន្លែងកើតហេតុបន្តិចមើលលេងលួចលាក់មិនឈ្នះគេទេយើងត្រូវលេងចំហវិញអញឲ្យបងប្អូនទាំងអស់មកតាមខ្ញុំចេញទៅសមុទ្របងធំបំណងរបស់បងគឺនៅលើសមុទ្រគ្មាននរណាម្នាក់អាចគ្រប់គ្រងយើងបានទេតាមគេឲ្យជាប់ចាំដល់សមុទ្រខាងក្រៅពត់ទូករបស់វាឲ្យជាប់រួចបុកឲ្យលិចតែម្ដងបងហែងមានទូកនៅខាងក្រោយសំឡេងមេក្រូឆេនយួនហែងថ្ងៃនេះឯងត្រូវដេកនៅទីនេះហើយគឺឆេនតេជិនភ័យអីបើកមុខងារថតកាមេរ៉ាទាំងអស់ឡើងយកកម្រិតច្បាស់បំផុតហេតុហើយថតទាំងសំឡេងចូលផងគេចង់ដេញតាមមែនទេបេនសេបង្វិលចង្កូតទៅឆ្វេងឲ្យអស់ឆ្ពោះទៅតំបន់ថ្មប៉ព្រះទឹក30ម៉ៃល៍ភាគអាគ្នេយ៍បើកកម្លាំងម៉ាស៊ីនឲ្យខ្លាំងបំផុតតំបន់ថ្មប៉ព្រះទឹកបងហែងបងឈួតហើយមែនទេកន្លែងដែលអ្នកដតីទៅមិនរួចខ្ញុំទៅរួចថ្ងៃនេះខ្ញុំនឹងបង្រៀនមេរៀនមួយឲ្យគេបានដឹងខ្លួនផលប៉ះពាល់ភាពយន្តគ្មានតម្លៃវិជ្ជមានសូណាត្រូវគេវាយកំទេចហើយទុយយកដាច់អស់ហើយទេហើយជាងនៅរោងជាងឲ្យមកទីនេះលឿនឡើងបាត់នាវាមានបញ្ហាហើយជួយមើលបន្តិចសៀវឈិនម្នាក់ដែលធ្វើរឿងនេះសាហាវណាស់ខ្សែបំពង់បូមទឹកត្រូវគេកាត់ដាច់អស់ហើយបើចង់ទៅវាវិញយ៉ាងហោចណាស់ក៏មួយសប្តាហ៍ដែរសូណានេះជាទំនិញបរទេសត្រូវកំងថ្មីបុករួមដឹកជញ្ជូននិងដំឡើងត្រូវប្រើពេលយូរណាស់ចប់អស់ហើយពួកគេច្បាស់ជាកញ្ញាថាយើងជួសជុលមិនទាន់ដើម្បីកុំឲ្យយើងប្រគល់ទំនិញបានតាមកំណត់ឈិនទៅហ្គេនបងហាងយើងបានចុះកិច្ចសន្យាជាមួយពួកថៅកែអស់ហើយលើកនេះតើគួរធ្វើបែបណាទៅលោកប្រធានចាងគឺខ្ញុំឈិនយៀនហាងខាងយើងមានរឿងហើយតើមានរឿងអ្វីនាវារបស់យើងត្រូវគេលួចធ្វើស៊ីទំនិញលើកនេះមិនអាចប្រគល់តាមកំណត់ទេខ្ញុំទៅមកនេះចង់សុំពន្យាពេលប្រគល់ទំនិញមួយសប្តាហ៍ដើម្បីជាការសងជំងឺចិត្តវេបខ្ញុំនឹងថែមបង្កងអូស្ត្រាលីកម្រិតកម្ពស់20ក្បាលជូនអតិថិជនវេបម្នាក់ល្អខ្ញុំជឿអ្នកខ្ញុំនឹងទៅនិយាយជាមួយថៅកែផ្សេងទៀតភ្លាមឃើញទេ
នាវាសំណប់របស់ឈិនយៀនហាំងពេលនេះខ្លាយជាអេតចៃហើយសុំមុខហើយឲ្យវាដឹងខ្លួនខ្លះពេលនេះល្អហើយខ្លាយជាគំនោដាច់អេតចៃហើយតើគូស្ត្រូវឈរមើលដោយក្តីរីករាយនិងថតរូបទុកអង្គុយឲ្យជាប់ហ្គេមល្អទើបតែចាប់ផ្ដើមទេបងហងខាងមុខគឺជាទឹកកញ្ជ្រោវានឹងបិទពួកយើងចូលមិនខានជឿជាក់លើខ្ញុំបងហងខាងមុខមានថ្មប៉ះពាល់ពីផ្លូវទឹកតូចពេកហើយឆ្លងមិនរួចទេបន្ថយល្បឿនពាក់កណ្ដាលបាត់ស្ដាម5ដឺក្រេពួកយើងនឹងជ្រៀតចូលទៅបងហ្គេនមិនកាត់ទេនាវារបស់យើងតាមមិនទាន់ទេអត់ប្រយោជន៍ដេញតាមទៅគេឆ្លងបានយើងក៏ត្រូវតែឆ្លងបានដែរបុកពន្លិចវាទៅអញមិនជឿថាវាមិនខ្លាចស្លាប់នោះទេបុកថ្មហើយបងហ្គេនទុករបស់អាសានបុកថ្មហើយប្រញាប់ជួយមនុស្សផងរស់ហើយបងហងពួកយើងពិតជាចេញមកក្រៅបានមែន我们真的冲出来了ផុសតាងដល់ដៃហើយអាឈិនពួកយើងអាចពិន័យបានត្រឹមតែបទល្មើសបង្កគ្រោះថ្នាក់ដល់សុវត្ថិភាពនាវាចោលប៉ុណ្ណោះពិន័យជាប្រាក់ 50,000 យន់និងដកហូតអាជ្ញាប័ណ្ណកាពីតេននាវារយៈពេល6ខែហេតុអ្វីខ្ញុំយល់ពីការខកចិត្តរបស់លោកប៉ុន្តែវាមិនទាន់ចប់ត្រឹមនេះទេសំណុំរឿងនេះនឹងធ្វើឲ្យគេចូលក្នុងបញ្ជីខ្មៅដែលត្រូវតាមដានយ៉ាងតឹងរ៉ឹងបំផុតទោះជាច្រើនបញ្ចូលគ្នាអ្វីដែលគេត្រូវប្រឈមមិនមែនមានតែការផាកពិន័យនោះទេអាហងគុំពិបាកចិត្តនឹងរឿងបន្តិចបន្តួចនោះអីទ្រព្យសម្បត្តិនិងវាសនាពិតប្រាកដមិនមែនបានមកពីការដណ្ដើមគ្នាទេគឺមេឃជាអ្នកផ្ដល់ឲ្យពូជឿជាក់លើចរិតលក្ខណៈរបស់ឯងមានតែឯងម្នាក់គត់ដែលស័ក្តិសមនឹងរបស់មួយនេះពុករបស់ឯងធ្លាប់ជួយជ្រោមជ្រែងយើងច្រើនណាស់យើងគ្មានអ្វីសង្គុណវិញទេនេះគឺជាវត្ថុដែលយើងខំថែរក្សាទុកពេញមួយជីវិតជាវត្ថុមានតម្លៃបំផុតនៅបាតហឹបរបស់ពូអសរក្នុងសៀវភៅច្រកហេឆាវកៅនាវាលិចនិងស្ដេចបង្កងនេះជាអ្វីទៅជាច្រើនទសវត្សរ៍មុនមាននាវាដឹកជញ្ជូនដែកមួយគ្រឿងបានលិចនៅទីនោះខ្លាចជាជំរកត្រីសិប្បនិមិត្តដ៏ធំមួយនៅទីនោះហើយដែលវាបង្កាត់បានស្ដេចបង្កងអរគុណសម្រាប់កាដូដ៏ធំនេះខ្ញុំសូមទទួលយកហើយអាហាំងមហាសមុទ្រអាចផ្ដល់ឲ្យឯងគ្រប់យ៉ាងតែវាក៏អាចដណ្ដើមយកទៅវិញគ្រប់យ៉ាងដែរត្រូវប្រុងប្រយ័ត្នឲ្យមែនទែនអាចកំបាំងនៃនាវាលិចកំណប់របស់ស្ដេចបង្កងនិងរឿងព្រេងនៃច្រកហេឆាវកៅខ្ញុំនឹងទៅស្វែងរកឲ្យឃើញច្បាស់អាប៊ីងលឿនឡើងថ្ងៃនេះពួកយើងនឹងទៅជួបស្ដេចបង្កងនោះហើយកុំបារម្ភអីខ្ញុំរៀបចំទ្រង់នឹងនុយដែលល្អបំផុតហើយពេលត្រឡប់មកវិញពួកយើងនឹងក្លាយជាអ្នកប្រមាញ់ស្ដេចបង្កងល្អចេញដំណើរគោលដៅគឺច្រកហេឆាវកៅបងហាំងមានរឿងអីមែនទេមើលទៅមេឃដូចជាចម្លែកមិនដឹងទេមេឃឡើងក្រហមព្យុះធំនឹងមកដល់សិតស្លាប់ហោះចូលដីគោកគ្រោះមហន្តរាយចិត្តមកដល់ហើយភ្នែកនៃព្យុះមានបញ្ហាធំហើយបងហាំងតើមានរឿងអីទៅកុំបំភ័យខ្ញុំអីអាប៊ីងកុំខ្លាចអីបងហាំងពួកយើងស្លាប់មិនខានទេបាត់ក្បាលនាវាទៅប្រញាប់បាត់ទៅបើបាត់ពេលនេះនាវានឹងត្រូវរលកបោកក្រឡាភ្លាមពួកយើងគ្មានផ្លូវថយក្រោយទៀតទេជ្រលងទឹកចូលខ្មៅប៊ីនជឺនេះគឺជាជញ្ជាំងភ្នែកនៃព្យុះវាកំពុងតែបក់បោកខ្លាំងពួកយើងមិនអាចទល់នឹងវាបានទេត្រូវរកចំណុចខ្សោយនៃការវើរបស់វារួចបើកាត់តាមកម្លាំងរបស់វាចេញទៅនេះវាគ្រោះថ្នាក់ខ្លាំងណាស់បងហាំងជឿជាក់លើខ្ញុំទៅនេះគឺជាឱកាសរស់តែមួយគត់របស់ពួកយើង
ព័ត៌មានបន្ទាន់នាវា Deep Blue លេខ1បាត់ការតាក់ទងយោងតាមព័ត៌មានពីនាយកដ្ឋានគ្រប់គ្រងគ្រោះអាសន្នកាលពីយប់មិញនេះនាវានេសាទមួយគ្រឿងដែលមានមនុស្ស12នាក់បានបាត់ការតាក់ទងនៅសមុទ្រភាគខាងកើតមានរឿងហើយក្នុងព័ត៌មាននិយាយថានាវា Deep Blue លេខ1របស់ Chen Yanhang បាត់ការតាក់ទងនៅកណ្ដាលសមុទ្រហើយបាត់ការតាក់ទងកាលពីម្សិលមិញចេញទៅនៅល្អតើឬថាទៅតាមរកស្ដេចបង្កងអីនោះក្មេងម្នាក់នេះមកពីចង់បានពេកនៅក្មេងឈាមរាវពេកហើយព័ត៌មាននាវា Deep Blue លេខ1ជួបគ្រោះព្យុះបក់បោកខ្លាំងគឺជាខ្ញុំជាអ្នកធ្វើបាបពួកគេគឺខ្ញុំជាអ្នកធ្វើបាបអាហាងហើយបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំអញ្ជើញអ្នកទាំងអស់គ្នាមកគឺដើម្បីប្រាប់ដំណឹងល្អមួយដល់អ្នករាល់គ្នាហាហាហាឈិនយៀនហាំងត្រូវបានសមុទ្រលេបបាត់ទៅហើយអបអសាត្របងហ្គេងកំចាត់បន្លាដែលនៅក្នុងទ្រូងបានហើយខ្ញុំថាមែនអាម្នាក់នោះវាខ្លាំងបានតែប៉ុន្មានថ្ងៃនឹងតើចាប់ពីថ្ងៃនេះទៅទីផ្សារគ្រឿងសមុទ្រនៅក្រុងដុងហៃនឹងត្រឡប់មកក្នុងដៃពួកយើងវិញហើយមកបងប្អូនទាំងអស់គ្នាផឹកឲ្យអស់កែវនេះអបអសាត្របងហ្គេងផឹកបងហ្គេងមានរឿងធំហើយក្រុមសង្គ្រោះម៉ារីនទើបតែចេញប្រកាសថាពួកគេបានរកឃើញកំទេចកំទីនាវា Deep Blue លេខ1នៅក្បែរជ្រលងទឹកជោខ្មៅហើយពេលនេះគេបានប្រកាសបញ្ឈប់ការរុករកជាផ្លូវការហើយបង11ល្អណាស់ប្រញាប់យកដំណឹងនេះទៅប្រាប់ឪពុកម្ដាយរបស់អាយៀនហាងទៅចាំមើលខ្ញុំនឹងទៅចូលរួមពិធីបុណ្យសពវាដោយផ្ទាល់នៅមុខរោងបុណ្យសពក្បែរមាត់សមុទ្របងស្រីសូមចូលរួមរំលែកទុក្ខផង17អាហាងក្មេងម្នាក់នេះមកពីវាចង់ឈ្នះពេកឯងចេញទៅឯងនៅមានមុខមកទីនេះទៀតហីឈិនយូហ្គេនបើគុំតែឯងលេបយកលុយញើសឈាមពួកយើងបង្ខំឲ្យកូនប្រុសខ្ញុំរត់ចូលផ្លូវតើតើវាទៅប្រថុយក្នុងកន្លែងខ្មោចលងនោះធ្វើអីអ្នកទាំងអស់គ្នាជួយកាត់សេចក្តីមើលខ្ញុំជាអ៊ំបង្កើតរបស់វាណាតើខ្ញុំអាចមានចិត្តអាក្រក់ធ្វើបាបវាបានយ៉ាងម៉េចកាលនោះខ្ញុំចែកឲ្យវា20000ដែរតើគឺវាខ្លួនឯងទេដែលថាតិចរួចមិនស្កប់ស្កល់ឥឡូវមានរឿងកាត់ឡើងបែរមកបន្ទោសខ្ញុំទៅវិញឯងនិយាយឈួតអីគឺឯងជាអ្នកបោកវាសងជីវិតកូនប្រុសខ្ញុំមកវិញសងជីវិតកូនខ្ញុំមកលោកអ៊ំអ្វីដែលប៉ាម៉ាក់ខ្ញុំនិយាយមិនត្រឹមត្រូវមែនទេសំឡេងស៊ីផ្លេនាវាបន្លឺឡើងនោះគឺជាសំឡេងរបស់អាហាងនាវា Deep Blue លេខ1បើកត្រឡប់មកវិញដោយសុវត្ថិភាពមិនអាចទេវាមិនអាចត្រឡប់មកវិញទេកូនសម្លាញ់កូនមិនទាន់ស្លាប់ទេកូនពិតជាមិនទាន់ស្លាប់មែនលោកអ៊ំធំសម្ដែងបានល្អណាស់លោកពូ9លោកថាត្រូវទេអាហាពូខុសចំពោះក្មួយហើយពូខុសចំពោះលោកតាដែលចែកឋានទៅរបស់ក្មួយហើយគឺគាត់ជាអ្នកបង្ខំពូគាត់យកលុយព្យាបាលចៃរបស់ពុំគំរាមពូឲ្យពូយកផែនទីសមុទ្រคล้ายៗនោះឲ្យក្មួយគាត់ចង់ឲ្យក្មួយទៅស្លាប់ខ្ញុំមិនបានធ្វើទេគឺវាលោភលន់ខ្លួនឯងទេបងប្អូនអ្នកភូមិទាំងអស់គ្នាអ៊ំធំនិយាយត្រូវហើយគឺខ្ញុំចង់ទៅរកសេចក្តីស្លាប់ដោយខ្លួនឯងគាត់កញ្ញាអាកាសធាតុទុកជាមុនគាត់កញ្ញាទុកទាំងភាពលោភលន់របស់ខ្ញុំគាត់ចង់ខ្ចីដែលលោកម្ចាស់មេឃបំផ្លាញទាំងនាវានិងជីវិតមនុស្សដើម្បីកុំឲ្យមានភស្តុតាងសម្រាប់ដោះសារអ៊ំធំអំបាញ់មិញអ៊ំយំសោកខ្លាំងណាស់មែនទេឥឡូវឃើញខ្ញុំត្រឡប់មកវិញទាំងមានជីវិតហេតុអ្វីក៏ភ័យខ្លាចបែបនេះមនុស្សអាក្រក់ទីបំផុតត្រូវទទួលកម្មពៀហើយម៉ៃស្ទ័រតែលែងបានឃើញមុខកូនទៅហើយរឿងរ៉ាវបានកន្លងផុតទៅហើយតោះពួកយើងទៅផ្ទះវិញរឿងរបស់ឡាហ្គេនពីបទប៉ុនប៉ងមនុស្សឃាតដោយចេតនាភស្តុតាងច្បាស់លាស់តុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ3ឆ្នាំល្អណាស់សមមុខហើយទីបំផុតមេឃមានភ្នែកមនុស្សអាក្រក់ជួបកម្មអាក្រក់អង្គុយចុះទៅភ័យរំភើបធ្វើអ្វីគាត់លែងសំខាន់ទៀតហើយពួកយើងគួរតែនិយាយពីរឿងអនាគតវិញផែនការអាជីវកម្មក្រុមហ៊ុននេសាទ Deep Blue របៀបធ្វើការបែបគ្រួសារតូចតាចរបស់ចិន The Game គឺមិនអាចទៅមុខឆ្ងាយបានទេ
ខ្ញុំចង់បង្កើតក្រុមហ៊ុនមួយមានឈ្មោះថាក្រុមហ៊ុននេសាទ Deep Blue ពង្រីកអាជីវកម្មរបស់យើងឲ្យកាន់តែធំនិងមានស្តង់ដារក្មេងល្អខ្ញុំពិតជាមើលមនុស្សមិនខុសមែនមហិច្ឆតារបស់ឯងមិនមែនត្រឹមតែជានាមមាននេសាទមួយគ្រឿងនោះទេដើម្បីអនាគតរបស់យើងទាំងអស់គ្នាញួរតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ3 ឆ្នាំទស្សនវិជ្ជាក្នុងពន្ធនាគារមនុស្សអាក្រក់ទទួលកម្មយន់ហាងពូសុំទោសចំពោះក្មួយសំឡេងដើរចេញពីពន្ធនាគារបងហាងពួកគេនៅតែដដែលពេញជឿយើងរកលុយបានហើយប៉ុន្តែខ្ញុំចង់នាំអ្នកភូមិរកចំណូលជាមួយគ្នាមានម្នាក់ឯងមិនហៅថាមានទេខ្ញុំចង់ឲ្យអ្នកភូមិទាំងអស់ក្រោកឈរឡើងជាមួយពួកយើងបងប្អូនអ្នកភូមិទាំងអស់គ្នាដែលអញ្ជើញអ្នកទាំងអស់គ្នាមកថ្ងៃនេះគឺមានរឿងចង់ប្រកាសខ្ញុំឈិនយន់ហាងត្រៀមនឹងបង្កើតសហករណ៍នេសាទភូមិតុងហៃខ្ញុំឈិនយន់ហាងត្រៀមនឹងបង្កើតសហករណ៍នេសាទភូមិតុងហៃខ្ញុំនឹងផ្ដល់ជូនរបស់3យ៉ាងទី1ផ្លាស់ប្ដូរទ្រង់បង្កងដោយក្រុមទូកយើងដោយឥតគិតថ្លៃនិងបង្រៀនបច្ចេកទេសនេសាទបង្កងអូស្ត្រាលីដោយមិនលាក់លៀម17000 01 03 500 00 04 500ទី2រាល់ផលិតផលនេសាទដែលគ្រប់ស្តង់ដារសហករណ៍នឹងប្រមូលទិញទាំងអស់ក្នុងតម្លៃខ្ពស់ជាងទីផ្សារ30ទី3ប្រាក់ចំណេញទាំងអស់នៅចុងឆ្នាំនឹងត្រូវបែងចែកភាគលាភដល់សមាជិកទាំងអស់ខ្ញុំឈិនយន់ហាងនឹងនាំអ្នកទាំងអស់គ្នាឲ្យក្លាយជាអ្នកមានជាមួយគ្នាសំឡេងអបអសាទរ3 ឆ្នាំហើយទីបំផុតបានចេញមកវិញហើយតើអាខ្មោចចាស់នេះចេញមកវិញបានយ៉ាងម៉េចនៅឲ្យឆ្ងាយពីវាទៅប្រយ័ត្នចង្រៃលោកតានេះជាប្រាក់រង្វាន់របស់លោកតាសូមទទួលយកចុះម៉ាក់មើលចុះប៉ាកំពុងចែកលុយយន់ហាងពូដឹងថាពូគ្មានមុខមានមកសុំក្មួយទេតែពូគ្មានកន្លែងទៅទេតើក្មួយអាចផ្ដល់បាយឲ្យពូញ៉ាំបានទេធ្វើអ្វីក៏បានដែរពូមិនខ្លាចលំបាកទេរឿងកាលពីឆ្នាំនោះខ្ញុំមិនអាចបំភ្លេចបានទេប៉ុន្តែខ្ញុំឈិនយន់ហាងមិនមែនជាមនុស្សដាច់ធម្មតាទេលោកពូចាប់ពីថ្ងៃនេះទៅលោកពូអាចទៅធ្វើជាអ្នកយាមឃ្លាំងនៅសហករណ៍បានមានបាយមានកន្លែងស្នាក់នៅសមុទ្របានផ្ដល់អ្វីគ្រប់យ៉ាងដល់ខ្ញុំហើយក៏បានបង្រៀនខ្ញុំរឿងមួយដែរភាពមានបានពិតប្រាកដមិនមែនអាស្រ័យលើអ្វីដែលយើងមានច្រើនប៉ុណ្ណាទេតែគឺអាស្រ័យលើអ្វីដែលយើងអាចផ្ដល់ឲ្យបានច្រើនប៉ុណ្ណា